ជំរាបសួរបងប្អូនរបៀបដូរអេក្រង់ Oppo Reno 7 បងឡើយយើងកាប់អេក្រង់ថ្មីមកជួអាហែកតែមវាយើងកាប់វាចុចតែវាសាកមើលឲ្យវាដើរស្រួលហើយក៏អត់អីចឹងយើងកាប់វាហើយយើងវ៉ាត់កស៊ូ2មកវ៉ាត់កស៊ូ2ចុចធ្វើតែវាសិនឲ្យវាដើរស្រួលបានយើងអាចតែវាស្រួលសិនមកវ៉ាត់កស៊ូតែវាឲ្យចុចវាឲ្យបានយូរសិនមកតែវាមើលវាដើរក៏អត់ចឹងចុចតេស្តកម្មវិធីគ្រប់មកមុនពេលដែលយើងមិនទាន់បកតែមកគេយើងត្រូវតេស្តវាស្អាតចឹងមកស្រួលលោអេក្រង់មានបញ្ហាអីយើងអាចយកអេក្រង់ទៅបដូរគេវិញបានដល់ពេលយើងតេស្តហើយឃើញថាស្រួលហើយយើងចាប់ផ្ដើមដកកស៊ូចេញវិញមកដកកស៊ូចេញវិញមកយើងចាប់ផ្ដើមដាក់កាវទៅមុនដាក់កាវហ្នឹងអាបាតអេក្រង់ហ្នឹងយើងត្រូវសម្អាតកាវវាស្អាតដែរនេះខ្ញុំសម្អាតរួចហើយខ្ញុំដាក់កាវចូលហ្មងដាក់កាវពាត់វាមកជុំដាក់ឲ្យស្អាតមកដាក់កាវពាត់ជុំអេក្រង់មកវាទៅឲ្យវាស្មើឲ្យស្អាតមកដល់ពេលដាក់កាវហើយយើងចាប់ផ្ដើមយកអេក្រង់ថ្មីមកយើងបកតែមបក fill វាចេញបានហើយបកតែមវាចេញអស់ទៅយើងកាប់វាចូលយកតែម្ដងហើយដំបូងឡើយយើងស្រេវាស្មើទៀតទៅកាប់ខាងក្រោមឲ្យចូលទៅស្រេវាស្មើអេក្រង់មកហើយកាប់គូតស្នាប់វាចូលឲ្យអស់មកយើងចាប់ផ្ដើមដាក់ស្ទះក្រោយចូលស្មាតដីវាតិចទៅអាត់ដីហើយយើងមើលជើងស្នាប់វាអប់ណែនល្អហើយយើងកាប់វាចូលមកកាប់វាចូលពាត់មកជុំមកហើយដល់ឃើញវាអប់ណែនល្អហើយយើងចុចបើកវាសាកមើលហើយវាបដើយើងចាប់ខ្ចៅចូលបដើមកចាប់ខ្ចៅចូលឲ្យគ្រប់គ្រាន់វាមកចាប់ខ្ចៅចូលរួចយើងចុចតេស្តវាតិចសាកមើលវាដើរស្រួលអត់ឥឡូវឃើញតែដើរស្រួលហើយយើងចាប់ផ្ដើមរៀបគ្រឿងវាផ្គុំចូលវិញឃើញមាននៅស្នាមកាវចាស់ច្រើនយើងមូលកាវវាចោលខ្លះទៅកុំឲ្យវាទីកទួលទូរស័ព្ទពេលយើងសម្អាតហ្នឹងវាហ្នឹងយើងដូររួចហើយយើងចាប់ចូលវិញយើងត្រូវសម្អាតគ្រឿងវាស្អាតមូលកាវចាស់គេចោលកុំឲ្យវាទីកទួលក្នុងក្រោយហើយសម្អាតវាមកជុំមកសម្អាតវាស្អាតទៅពេលដែលយើងធ្វើហើយគាត់យកទៅប្រើស្រួលវាមានទីទួលអីប្រើទៅវាអប់ណែនល្អដូចស៊ីនអញ្ចឹងដូចថ្មីវិញអញ្ចឹងឥឡូវយើងស្អាតកាវពាត់មកជុំវិញអស់ហើយយើងចាប់ផ្ដើមយកឈាមមកដុសវាស្អាតទាំងលើទាំងក្រោមមកឲ្យអស់ដីធូលីឲ្យអស់ដីឲ្យស្អាតមកតទៅទៀតយើងដាក់កាវពាត់មកជុំទៀតមកសម្រាប់ដាក់ក្នុងក្រោយចូលដាក់កាវពាត់ជុំវិញទូរស័ព្ទពាត់មកជុំទៀតមកព្រោះយើងដាក់ក្នុងក្រោយទៅវាអត់ងាយចំហវាមានកាវល្អវាអត់ងាយចំហវាជួយការពារជំរាបទឹកបានខ្លះដែរពេលចូលទឹកមកហើយវាមិនអាចឆ្លងមិនអាចចូលទឹកក្នុងម៉ាស៊ីនបានឥឡូវយើងកាប់ខ្នងវាចូលក្រឹបមកកាប់ថ្មរុញឲ្យស្មើហើយយើងដាក់ screen មួយទៀតផ្លាច់មកជា screen មកយើង free screen ឲ្យគេមួយទៀតបដូរអេក្រង់យើង free screen ឲ្យគេមួយទៀតដាក់ screen ទៅលើមួយទៀតក្រឹបមកហើយមើលឲ្យវាត្រូវឆុងវាទាំងអស់មកថ្មីចឹងបែរជូតសម្អាតដីក៏បានដែរបក fill ចាស់មកដាក់ថ្មីចូលមកអូសខ្វោកមកវាអប់ណែនល្អគណេះវាមានខ្ទួលខ្យល់អីទេ
យើងចាប់ផ្ដើមប្រើបានណាជូតសម្អាតវាទៅប៉ុណ្ណេះហើយពីហ្នឹងយើងរុំវាស៊ូបន្តិចទៀតទៅហើយរុំវាស៊ូឲ្យប្រាប់ម្ចាស់គាត់ថាទុកតែ1ម៉ោងនេះចាំដកវាស៊ូចេញព្រោះកៅក្រង់ហ្នឹងយូរតិចបានវាស្ងួតហើយចុចចូលទៅតេស្តលេខមកនេះក្រង់ចាស់វាឥឡូវដូរបានសម្រាប់យើងបាទវីដេអូក៏ដល់ទីបញ្ចប់ហើយបាទសូមអរគុណ